សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឡុងប៉ុនលោកគឺជាអ្នកផលិតមាតិកាកំសាន្តនៅក្នុង Facebook និង YouTube ដែលអ្នកទាំងអស់គ្នាតែងតែឃើញនៅ content របស់ខ្ញុំដែលផ្ទុះជាច្រើនតាក់ទងជាមួយនឹងការអប់រំនិងការចែករំលែកនៃចំណេះដឹងឲ្យច្រើនថ្ងៃនេះខ្ញុំសូមណែនាំខ្លួនរបស់ខ្ញុំអំពីប្រវត្តិរបស់ខ្ញុំផ្ទាល់ខ្ញុំបាទគឺជាអតីតសិស្សវិទ្យាល័យសម្ដេចហ៊ុនសែនភ្នំពេញថ្មីហើយក៏បានបន្តរៀននិងសិក្សានៅសាលា Don Bosco ក្នុងជំនាញអេឡិចត្រូនិកអស់រយៈពេល2ឆ្នាំតាក់ទងនឹងបរិញ្ញាបត្ររងអេឡិចត្រូនិកខ្ញុំបាទក៏បានបន្តសិក្សារៀនជាមួយនឹងវិស្វកម្មអគ្គិសនីនៅសាលាបណ្ដុះបណ្ដាលNTTI នៅជិតនគរសមៈអស់រយៈពេល3ឆ្នាំបន្តទៀតខ្ញុំក៏ទទួលបានក៏ដូចជាបញ្ចប់នៅថ្នាក់បរិញ្ញាបត្រយ៉ាងជោគជ័យខ្ញុំបានបម្រើការងារតាំងពីឆ្នាំ2015រហូតដល់ឆ្នាំ2026មកដល់បច្ចុប្បន្នខ្ញុំមានតួនាទីគឺជាមេកានិកយន្តហោះនៅក្នុងក្រុមហ៊ុន private មួយកន្លែងខ្ញុំមានអាយុ31ឆ្នាំហើយមកដល់បច្ចុប្បន្នហើយក្រុមគ្រួសាររបស់ខ្ញុំស្ថិតនៅទីតាំងកំពូលកូនពៅរបស់ខ្ញុំគឺមានអាយុ2ឆ្នាំចំណែកកូនបងគឺមានអាយុ7ឆ្នាំវីដេអូនេះខ្ញុំបង្កើតឡើងក្នុងលក្ខខណ្ឌរំលឹកពីអនុស្សាវរីយ៍ក៏ដូចជាការចងចាំមួយនៅពេលដែលខ្ញុំចាស់ទៅខ្ញុំនឹងមើលវីដេអូនេះម្ដងទៀតហើយក៏ដូចជាណែនាំអ្នកទាំងអស់គ្នាឲ្យមើលរូបខ្ញុំកាលពីនៅកំឡុះផងដែរឥឡូវនេះគឺខ្ញុំកូនមួយហើយមិនមែនជាអ្នកនៅកំឡុះទៀតទេប៉ុន្តែអ្វីដែលខ្ញុំចង់និយាយខ្ញុំចូលចិត្តក៏ដូចជាចង់បង្ហាញនៅសមត្ថភាពមួយចំនួនទៅកាន់យុវជនយើងដែលជាថ្នាលកំពុងតែរីកចម្រើននៅក្នុងសង្គមនៅពេលបច្ចុប្បន្ននេះឲ្យពួកគាត់មានចំណេះដឹងក៏ដូចជាអភិវឌ្ឍខ្លួនក្នុងការស្វែងរកនៅមុខរបរក៏ដូចជាជំនាញមួយពិតប្រាកដខ្ញុំមិនចង់ចែករំលែកអ្វីមួយដែលជាចំណេះអាក្រក់របស់ខ្ញុំទេប៉ុន្តែខ្ញុំចង់ចែករំលែកនៅចំណុចល្អៗរបស់ខ្ញុំទៅកាន់យុវជនក៏ដូចជាក្មេងៗជំនាន់ក្រោយឲ្យពួកគាត់បានស្គាល់និងដឹងពីខ្ញុំតាក់ទងនឹងចំណេះដឹងទាំងអស់នេះហើយខ្ញុំក៏មិនចង់ពំនាំវាទៅតាមខ្លួនរបស់ខ្ញុំផងដែរអ្នកទាំងអស់គ្នាអាចឃើញជាមួយនឹងការចែករំលែកជាមួយ content សប្បាយ content ឆ្ងល់តាក់ទងនឹង technique បច្ចេកទេសក៏ដូចជាជំនាញតាក់ទងនឹង electronic ជាច្រើនដែលខ្ញុំបានបង្ហាញតែអ្នកទាំងអស់គ្នាមិនដែលដឹងក៏ដូចជាមិនដែលស្គាល់អំពីជីវប្រវត្តិរបស់ខ្ញុំប៉ុនលោកនេះទេឈ្មោះរបស់ខ្ញុំគឺឡុងប៉ុនលោកឪពុករបស់ខ្ញុំឈ្មោះឡុងផាលីអ្នកម្ដាយរបស់ខ្ញុំឈ្មោះកឹមគឹមពួកគាត់គឺជាអ្នកដែលតែងតែផ្ដល់និងគ្រប់គ្រងការរៀនសូត្ររបស់ខ្ញុំតាំងពីកម្រិតវិទ្យាល័យរហូតដល់បរិញ្ញាបត្រអ្នកម្ដាយរបស់ខ្ញុំគឺជាស្ត្រីមេផ្ទះដែលគាត់តែងតែស្វែងរកនៅថវិកាក្នុងការគ្រប់គ្រងគ្រួសារក៏ដូចជាចិញ្ចឹមខ្ញុំផ្ទាល់លោកឪពុករបស់ខ្ញុំគឺជាកសិករដែលគាត់តែងតែធ្វើការជាមួយនឹងការលក់អុសនៅពេលអតីតកាលបច្ចុប្បន្នលោកបានទទួលមរណភាពបាត់ហើយអស់រយៈកាលជិត2ឆ្នាំទៅហើយចំណែកម្ដាយរបស់ខ្ញុំមានអាយុ68ឆ្នាំហើយគាត់កាន់តែជារាពាតទៅហើយឥឡូវនេះបច្ចុប្បន្នហើយចំណែកខ្ញុំផ្ទាល់ក៏កាន់តែចាស់ទៅដែរខ្ញុំគឺជាកូនពៅនៅក្នុងចង្កើមគ្រួសារដែលមានបងប្អូនចំនួន6នាក់ស្រីចំនួន4នាក់ប្រុសម្នាក់ខ្ញុំគឺជាកូនពៅតែម្ដងហើយអ្នកនរគ្នាតែងតែដឹងហើយថាកូនពៅគឺជាក្មេងដែលខូចនឹងរប៉រប៉ុយប៉ុណ្ណាមិនថាខ្ញុំឬក៏កូនរបស់ខ្ញុំទេវាតែងតែខូចដែរអញ្ចឹងវីដេអូនេះខ្ញុំគ្រាន់តែជាផុសចោលដើម្បីទុកជាអនុស្សាវរីយ៍ក៏ដូចជាប្រវត្តិសាស្ត្រនៃប្រវត្តិរបស់ខ្ញុំដែលបានកើតមកនៅក្នុងកូនកសិករដែលខិតខំព្យាយាមរៀនសូត្រតាំងពីបាតដៃសរហូតដល់បាតដៃក្រហមដែលអ្នកទាំងគ្នាអាចដឹងហើយតើជីវប្រវត្តិនៃការសិក្សានៃក្មេងជំនាន់កៅជាងមកដល់ក្មេង2000នេះគឺខុសគ្នាឆ្ងាយមែនទែនសម័យនេះគឺជាសម័យ AI ដែលក្មេងជាច្រើនតែងតែសិក្សាតាមរយៈ technology ក៏ដូចជាការប្រើប្រាស់នៅប្រព័ន្ធ electronic កាលពីចំនួនរបស់ខ្ញុំនៅក្នុងអាយុ18ឆ្នាំឬក៏19ឆ្នាំខ្ញុំសិក្សាតាមរយៈការចុចទូរស័ព្ទរុញប្រភេទ Nokia និង Sony Ericsson នោះទេប៉ុន្តែឥឡូវនេះក្មេងប្រើតែ iPhone ក៏ដូចជា touch screen មានទំនើបមែនទែនតែម្ដងហើយអ្នកនរគ្នាឃើញវីដេអូនេះគឺជាវីដេអូមួយដែលខ្ញុំចង់បង្ហាញពីប្រវត្តិក៏ដូចជាទស្សនវិជ្ជាផ្ទាល់ដែលខ្ញុំបាននិយាយអញ្ចឹងកូនខ្ញុំអាចនឹងឃើញខ្ញុំនៅពេលអនាគត60ឆ្នាំទៀតឬក៏70ឆ្នាំទៀតនៅពេលដែលខ្ញុំបាត់បង់រូបរាងកាយក៏ដូចជាបាត់បង់វត្តមានរបស់ខ្ញុំនៅពេលដែលខ្ញុំអស់អាយុសង្ខារទៅអញ្ចឹងកូនរបស់ខ្ញុំវាអាចស្គាល់ខ្ញុំក៏ដូចជាអាចដឹងពីជីវប្រវត្តិរបស់ខ្ញុំពិតថាខ្ញុំបានធ្វើខ្លះហើយនឹងបានបន្សល់អ្វីខ្លះទុកសម្រាប់ពួកគាត់អញ្ចឹងខ្ញុំសូមរៀបរាប់ពីឪពុករបស់ខ្ញុំគាត់គឺឈ្មោះឡុងផាលីត្រូវជាតារបស់ឡុងមេងហួរនិងឡុងចេស្តាគាត់គឺជាមនុស្សម្នាក់ដែលតែងតែគុតគង់អាណិតស្រឡាញ់កូនក៏ដូចជាស្រឡាញ់ខ្ញុំជាងគេនៅក្នុងចង្ក្រានគ្រួសារអ្នកម្ដាយរបស់ខ្ញុំគឺជាស្ត្រីមេផ្ទះដែលគាត់បច្ចុប្បន្នគឺនៅតែរស់នៅពោធិ៍ចន្ទង់ហើយគាត់ស្រឡាញ់ខ្ញុំមែនទែនក្នុងការគ្រប់គ្រងអាយុជីវិតរបស់ខ្ញុំតាំងពីតូចរហូតដល់ធំនេះគឺគាត់តែងគ្រប់គ្រងការរៀនសូត្រសិក្សាក៏ដូចជាឧបករណ៍ប្រើប្រាស់ដូចជាឡាននិងផ្ទះនេះគឺសិតតែមានចំណែកនៃការចូលរួមរបស់គាត់តែម្ដងហើយតើតើនឹង
ទេពកោសល្យរបស់ខ្ញុំគឺបានតែត្រឹម30ទៅ20%នោះទេអញ្ចឹងអ្នកនរគ្នានេះជាជីវប្រវត្តិខ្ញុំផ្ទាល់ហើយកំពុងតែនិយាយជាមួយខ្ញុំគៀនដៃនេះគឺជាអាចជាស្ដារឡងជាស្ដារអញ្ចឹងវានៅអាយុ2ឆ្នាំជាងនេះអញ្ចឹងវីដេអូនេះខ្ញុំនឹងកប់ផុសវានៅក្នុងពន្លក history channel របស់ខ្ញុំដើម្បីទុកឲ្យកូនរបស់ខ្ញុំវាមើលនៅពេលដែល20-30 ឆ្នាំក្រោយវានឹងស្គាល់មុខរបស់ខ្ញុំអញ្ចឹងវាអាចដឹងថាឪពុករបស់វាមានមុខបែបណានៅក្នុងអាយុ32ឆ្នាំរាប់ចូលទាំងឆ្នាំខ្មែរបើរាប់ចូលឆ្នាំបរទេសគឺ31ឆ្នាំអញ្ចឹងកាលពីអាយុ18ទៅ19ឬក៏20ជាងគឺខ្ញុំនៅវ័យសង្ហាទេទម្រង់មុខគឺអត់តន់ចាស់ចឹងទេតែឥឡូវវាដោយសារតែការវិវត្តនៃអាយុក៏ដូចជាពេលវេលាត្រូវតែដើរទៅមុខអញ្ចឹងយើងមិនអាចហាមឃាត់ភាពចាស់ជរាហ្នឹងបានទេអញ្ចឹងអ្នកនរគ្នាខ្ញុំចង់ឲ្យអ្នកនរគ្នាដឹងក៏ដូចជាបានយល់ពីជីវប្រវត្តិនៃការខិតខំប្រឹងរបស់ខ្ញុំមកដល់ឥឡូវនេះគឺមានរយៈពេលជិត30ឆ្នាំហើយអញ្ចឹងឥឡូវខ្ញុំសូមនិយាយអំពីប្រវត្តិការងារបន្តិចតើតើនៅ2015ទៅដល់2017ខ្ញុំបានបម្រើការងារមួយនៅក្នុងក្រុមហ៊ុនសំណង់ដែលធ្វើការជីកតាំងពីពូជតង់រហូតដល់កម្ពុជាដោយក្នុងខ្លួនមានតែ2000ទេក្នុងការចាក់សាំង1លីត្រដើម្បីបម្រើការងារក្នុងប្រាក់ខែ180ខ្ញុំបានបម្រើការងារនៅក្នុងក្រុមហ៊ុននោះអស់រយៈពេល3ខែខ្ញុំក៏ចាប់ផ្ដើមធ្វើការស្វែងរកក្រុមហ៊ុនថ្មីដោយ apply ការងារថ្មីក៏ជាប់ជាមួយប្រាក់ខែ250ប្រាក់ខែ250នេះគឺខ្ញុំបានបម្រើការងារនៅក្នុងហ៊ុន Sun Waterline ដែលជាក្រុមហ៊ុនមួយអាចនិយាយថាជាក្រុមហ៊ុនបរទេសដែលខ្ញុំបានជួបជាមួយនឹងលោកពូសេរីដែលផ្ដល់ការងាររបស់បានផ្ដល់ឱកាសការងារឲ្យខ្ញុំដែលខ្ញុំបម្រើការងារនៅទីនោះបាន1ឆ្នាំហើយខ្ញុំទៅរកប្រាក់ខែ250ក៏ដូចជាអាចធ្វើការតាំងពីពោធិ៍យន្តង់ទៅដល់តាខ្មៅក្រុងតាខ្មៅផ្ទាល់តែម្ដងនៅលើកប៉ាល់ដែលខ្ញុំផលិតជាទឹកសុទ្ធបរិសុទ្ធគ្រប់គ្រងទៅកាន់ប្រជាពលរដ្ឋហើយខ្ញុំមានតួនាទីជាជាងភ្លើងនៅទីនោះបន្ទាប់មកខ្ញុំបានបញ្ចប់ការងាររបស់ខ្ញុំនៅ Sun Waterline ខ្ញុំបានបន្តធ្វើការនៅក្នុង ISI Steel ដែលជាក្រុមហ៊ុនផលិតនៅដៃទីផ្ទាល់មកដល់បច្ចុប្បន្ននេះអញ្ចឹងអនាគតប្រហែលជាក្រុមហ៊ុននេះនៅតែចូលឈ្មោះអញ្ចឹងខ្ញុំដើរតួជាតួនាទី Electrician ហើយខ្ញុំបានបម្រើការនៅក្រុមហ៊ុន Sun ISI រយៈពេល1ឆ្នាំដែរបន្ទាប់មកខ្ញុំបានបម្រើការងារបន្តនៅក្រុមហ៊ុន CICC ក្នុងតួនាទីជាវិស្វករអគ្គិសនីដើរតួជាអ្នកវិស្វករមួយដែលផ្គត់ផ្គង់ទៅលើការសាងសង់ស្ពាននៅគីឡូ6គេហៅថាស្ពានម៉ាឡេនេះឯងខ្ញុំបានបញ្ចប់ការងារនៅទីនោះអស់រយៈពេល1ឆ្នាំហើយបានបន្តការងារនៅក្រុមហ៊ុន Luntech Textile ក្នុងតួនាទីជាវិស្វករអគ្គិសនីដែរដែលមានប្រាក់ខែ650ហើយក្នុងនោះខ្ញុំបម្រើការងារនៅទីនោះបាន2ឆ្នាំផ្ទាល់តែម្ដងហើយខ្ញុំធ្វើការជាមួយមិត្តសម្លាញ់របស់ខ្ញុំឈ្មោះមឿនតារាដែលគាត់គឺជាអតីតសិស្សដុំរស្កូដូចគ្នាគាត់តែងតែផ្ដល់ក៏ដូចជាប្រឹក្សាយោបល់ជាមួយនឹងជំនាញថ្មីហើយមកដល់បច្ចុប្បន្ននេះខ្ញុំបម្រើការនៅក្រុមហ៊ុនBaskai Airlines ដែលហៅកាត់ថាក្រុមហ៊ុនផ្នែកអាកាសចរដែលខ្ញុំបម្រើតួនាទីជាមេកានិកយន្តហោះមកដល់បច្ចុប្បន្នឆ្នាំ2026ខែ7ថ្ងៃទី26ជាវិថ្ងៃបច្ចុប្បន្នគឺខ្ញុំបានបម្រើការនៅក្រុមហ៊ុននេះឯងហើយសុខភាពរបស់ខ្ញុំគឺធម្មតាហើយតាក់ទងជាមួយនឹងពេលវេលានិងសកម្មកាយរឿងកាយសម្បទារបស់ខ្ញុំក៏ធម្មតាដែរអញ្ចឹងអ្នកទាំងគ្នាបាននឹងពីជីវប្រវត្តិរបស់ខ្ញុំហើយក៏ដូចជាប្រវត្តិរូបរបស់ខ្ញុំផ្ទាល់អញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តក៏ស្ដាប់ទៅអ្នកនំចូលចិត្តក៏មិនស្ដាប់ទៅក៏មិនអីដែរវាគ្រាន់តែជាវីដេអូមួយដែលខ្ញុំចង់ទុកជាប្រវត្តិសាស្ត្រសម្រាប់កូននិងចៅរបស់ខ្ញុំតទៅដំណពូជទៅថ្ងៃអនាគតដែលពួកគាត់នឹងអាចឃើញពួកខ្ញុំផ្ទាល់និងអាចដឹងថាស្គាល់ខ្ញុំជានរណាឈ្មោះអ្វីដើមកំណើតពីណាតារបស់គាត់ជាអីអាយាយរបស់គាត់ជាអីមានដើមកំណើតនៅខាងណាក្នុងនេះខ្ញុំចង់បង្ហាញថាតារបស់ពុករបស់ខ្ញុំឡុងប៉ូលីគាត់មានដើមកំណើតនៅក្នុងភូមិជ័យបាក់ខេត្តកំពង់ឆ្នាំងនៅក្បែរនឹងផ្សារលើម្ដាយរបស់ខ្ញុំគឺគាត់នៅកំពង់ឆ្នាំងផ្សារវត្តទួលបរោផ្សារទួលបរោនៅក្នុងវត្តក្បែរនឹងដែលគេថានៅក្បែរនឹងផ្សារទួលបរោឯងអញ្ចឹងបើសិនជាកូនក្មួយក៏ដូចជាចៅចំនួនក្រោយដែលចង់ដឹងពីប្រវត្តិរបស់តាក៏ដូចជាតាទួតអាចធ្វើការស្ដាប់វីដេអូរបស់ខ្ញុំដើម្បីឲ្យដឹងពីជីវៈរបស់ខ្ញុំផ្ទាល់តែម្ដងអរគុណច្រើន